ហានិភ័យនៃសង្គ្រាមលោកលើកទី3កើនឡើងពិភពលោកកំពុងតែតានតឹងខណៈស្ថានភាពសង្គ្រាមនៅមជ្ឈមណ្ឌលកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការផ្លាស់ប្ដូរអំណាចនៅអ៊ីរ៉ង់អ្នកវិភាគប្រមានថាមាន4សេណារីយ៉ូធំៗដែលអាចរំចាំងពិភពលោកឈានទៅរកសង្គ្រាមលោកលើកទី3មហាអំណាចចូលពាក់ព័ន្ធប្រសិនបើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ពេញមួយទំហំនោះអាចធ្វើឲ្យរុស្ស៊ីនិងចិនចូលពាក់ព័ន្ធដោយផ្ទាល់ទី2ហានិភ័យអាវុធនុយក្លេអ៊ែរប្រសិនបើអ៊ីរ៉ង់ប្រើប្រាស់អាវុធនុយក្លេអ៊ែរឬអាវុធវិទ្យុសកម្មវាអាចបង្កការវាយប្រហារតបតជាសកលទី3ការចូលរួមរបស់ NATO ប្រសិនបើមានការវាយប្រហារលើប្រទេសសមាជិក NATO សម្ព័ន្ធមិត្តទាំង32អាចចូលសង្គ្រាមភ្លាមៗទី4វិបត្តិសេដ្ឋកិច្ចពិភពលោកប្រសិនបើច្រកសមុទ្រហូមូសត្រូវបានបិទតម្លៃប្រេងអាចកើនឡើងដល់$100ក្នុងមួយបារ៉ែលអាចនឹងបង្កចំនួនថ្មីនៅតំបន់ផ្សេងអ្នកចំណេញប្រមេតថាប្រសិនបើចំនួនផ្ទុះព្រមគ្នានៅមជ្ឈមបូព៌ាអឺរ៉ុបនិងអាស៊ីនោះនឹងអាចក្លាយជាសង្គ្រាមលោកលើកទី3